ឯកឧត្តមស្នងការរាជធានីភ្នំពេញជួននរិនបញ្ជាឲ្យកោះហៅបុគ្គលឈ្មោះប៊ុនផាកមកសួរនាំគណៈដែលលោកផៃវណ្ណៈវិញលើកឡើងបែបនេះថាបន្ទាប់ពីគណនី Facebook មួយដែលមានឈ្មោះថាប៊ុនផាកបានធ្វើការបង្ហោះសារដែលមានខ្លឹមសារថាកំចាត់ក្មេងទំនើងនិងចោលប្លន់ឲ្យបានទៅទើបអាចនិយាយបានថាយើងមានសន្តិភាពស្រាប់តែមហាជនក្នុងបណ្ដាញសង្គមទុះការវែកញែកប្រងព្រាតចំណែកឯលោកជុំកសលក៏បានលើកឡើងផងដែរថាពាក់ព័ន្ធទៅនឹងការបង្ហោះសារខាងលើនោះដោយក្នុងគណនី Facebook របស់លោកផ្ទាល់ក៏បានលើកឡើងនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025ដែលមានខ្លឹមសារបែបនេះថាតើជាចេតនាឬក៏មិនយល់បានជាប្អូនសរសេរបែបហ្នឹងបើជាចេតនាមានន័យថាប្អូនកំពុងជន់ឈ្លីតម្លៃសន្តិភាពយ៉ាងពិតប្រាកដណាស់បើប្អូនជន់ឈ្លីសន្តិភាពប្អូនពុំគួររស់នៅក្នុងប្រទេសកំពុងមានសន្តិភាពនិងអភិវឌ្ឍមួយនេះទេទោះបីជាប្រទេសកំណើតរបស់ប្អូនក៏ដោយចុះមើលទៅវ័យប្អូនប្រហែលជាមិនទាន់ប្រទេសធ្លាក់ក្នុងភាពវេទនាដោយសង្គ្រាមទេតែយ៉ាងណាក៏ជីដូនជីតានិងឪពុកម្ដាយប្អូនបានឆ្លងកាត់ដែរនេះមកពីប្អូនធំនឹងក្តីឡើងនៅប្រទេសដែលមានសន្តិភាពហើយមានការអភិវឌ្ឍហើយប្អូនមានឱកាសបានសិក្សារៀនសូត្ររហូតបានក្លាយជាគ្រូជោគជ័យល្បីឈ្មោះក្នុងសង្គមថែមទៀតផងតែភាពល្បីរបស់ប្អូនគឺល្បីរឿងអាស្រូវច្រើនជាងពាក់ព័ន្ធនឹងករណីខាងលើសំបីតែលោកសំវិជ្ជការអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានធ្វើការបង្ហោះសារនៅលើគណនី Facebook របស់លោកផ្ទាល់នៅថ្ងៃទី16ខែមិនិនាឆ្នាំ2025ដែលមានខ្លឹមសារបែបនេះផងដែរថាក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូបយើងពិតជាមានការសោកស្ដាយណាស់ចំពោះបុគ្គលរូបនេះដែលបានបង្ហោះសាររៀបវាយប្រហារមើលតែមួយជ្រុងតូចមិនបានឆ្លុះបញ្ចាំងពីការពិតរវាងតម្លៃសន្តិភាពនិងបញ្ហាបទល្មើសការលើកឡើងរបស់បុគ្គលនេះគឺយើងមិនអាចទទួលយកបាននោះឡើយការបង្ហោះខ្លឹមសាររបៀបនេះដោយមិនយកទស្សនៈចូលមើលព្រៃទាំងមូលក៏មើលដើមឈើមួយដើមជាការពិតណាស់តម្លៃសន្តិភាពគឺបានផ្ដល់ជូនមនុស្សគ្រប់ជាតិសាសន៍រស់នៅដោយសុខដុមទទួលបានផ្លែផ្កានៃការអភិវឌ្ឍកូនចៅមានឱកាសបានចូលរៀនសូត្រគ្រប់ទីកន្លែងហើយប្រជាជនក៏មានឱកាសប្រកបរបរនិងធ្វើការងារផ្គត់ផ្គង់ចិញ្ចឹមជីវិតដោយសេរីនិងគ្រប់ទីកន្លែងលើមុខរបរនិងការងារតាមលទ្ធភាពសមត្ថភាពរបស់យើងម្នាក់លើកលែងតែការប្រកបមុខរបរដោយអំពើខុសច្បាប់ណាមួយនោះជាទូទៅលើកិច្ចការពារថែរក្សាសន្តិសុខសមត្ថកិច្ចគ្រប់ជំនាញនិងគ្រប់ជាន់ថ្នាក់តែងតែយកចិត្តទុកដាក់និងដាក់ចេញនៅវិធានការទប់ស្កាត់បង្ក្រាបនិងគ្រប់គ្រងសភាពការមានការទទួលខុសត្រូវខ្ពស់ដោយនៅក្នុងសង្គមមួយវាមិនល្អឥតខ្ចោះដូចអ្វីដែលយើងចង់បានគ្រប់គ្នានោះទេទោះនៅប្រទេសដែលគេចាត់ទុកថាជាប្រទេសស៊ីវិល័យក៏នៅតែកើតមានបញ្ហាបាតុភិបសង្គមហើយគេក៏នៅតែបន្តដោះស្រាយដូចនៅកម្ពុជាយើងផងដែរដោយឡែកនៅកម្ពុជាចំពោះករណីក្មេងទំនើងករណីចោរកម្មនេះបើកើតមានសមត្ថកិច្ចតែងតែបង្ក្រាបជាលទ្ធផលបន្តបន្ទាប់ហើយបង្ក្រាបបានច្រើនករណីទៀតផងពលគឺក្នុងមួយឆ្នាំបទល្មើសព្រហ្មទណ្ឌត្រូវបានបង្ក្រាបមានប្រសិទ្ធភាពប៉ុន្តែក៏មានបទល្មើសតិចតួចនៅសេសសល់សមត្ថកិច្ចបង្ក្រាបមិនទាន់បានហើយសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវបង្ក្រាបដោយមិនទុកចោលបទល្មើសណាមួយនោះទេចំពោះក្មេងទំនើងនិងអំពើចោរកម្មបើយើងពិនិត្យមើលនៅតាមបណ្ដាប្រទេសនៅលើពិភពលោកទោះប្រទេសមហាអំណាចខ្លះក៏នៅមិនទាន់ទប់ស្កាត់និងបង្ក្រាបក្មេងទំនើងនិងអំពើចោរកម្មមានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយនោះផងដែរជាងនេះបញ្ហាក្មេងទំនើងនៅបណ្ដាប្រទេសដែលគេចាត់ទុកថារីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចមួយចំនួនក៏កើតមានលក្ខណៈធ្ងន់ធ្ងរផងដែរដោយថែមទាំងមានការប្រើប្រាស់អាវុធខុសច្បាប់បាញ់ប្រហារនៅតាមគ្រឹះស្ថានសិក្សានៅតាមទីសាធារណៈក៏តែងតែកើតមានជាបន្តបន្ទាប់រហូតបាត់បង់ជីវិតក្នុងមួយឆ្នាំប្រៀបធៀបនៅកម្ពុជាយើងគឺស្ថានភាពក្មេងទំនើងនឹងមានការគ្រប់គ្រងច្បាស់លាស់និងទប់ស្កាត់មានប្រសិទ្ធភាពពុំតាកើតឡើងធ្ងន់ធ្ងរដោយបណ្ដាប្រទេសមួយចំនួននៅឡើយនោះទេពលគឺកម្ពុជានៅគ្រប់គ្រងកិច្ចការសន្តិសុខបានរឹងមាំដូច្នេះសូមឲ្យបុគ្គលរូបនេះត្រូវវិនិច្ឆ័យឲ្យបានត្រឹមត្រូវមុននឹងបង្ហោះសារដែលមិនឆ្លុះបញ្ចាំងពីការពិតក្នុងនាមជាបុគ្គលនៃ
កោសិកាសង្គមមួយដែលរស់ក្នុងប្រទេសដែលមានសុខសន្តិភាពនោះមិនបង្អង់យូរនោះទេបន្ទាប់ពីទទួលបានព័ត៌មានពីការបង្ហោះសាររបស់គណនី Facebook ឈ្មោះប៊ុនផាកឯកឧត្តមស្នេហ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាឲ្យកោះហៅម្ចាស់គណនីខាងលើមកសួរនាំដោយឯកឧត្តមបានបង្ហោះសារនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025ដែលមានខ្លឹមសារថាក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យជំនាញខាងផានសន្តិសុខអញ្ជើញប្អូនម្ចាស់ផេកមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពីពាក្យថាសន្តិភាពសូមអរគុណពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរលោកផៃវណ្ណៈក៏បានលើកឡើងច្បាស់បែបនេះវិញថាបង្ក្រាបពួកប្រើទ្រឹស្ដីបោកប្រាស់ប្រជាពលរដ្ឋបានទើបប្រជាពលរដ្ឋលែងរងគ្រោះ